បាទជំរាបសួរបងប្អូនភូមិមិញទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកទស្សនាទស្សនវិជ្ជានៅភាគខាងត្បូងរាជធានីភ្នំពេញជាពិសេសនៅតាមបណ្ដោយផ្លូវ60ម៉ែត្របាទមែនតើទៅបាទនៅខាងភាគខាងត្បូងយើងនោះគឺមានការអភិវឌ្ឍខ្លាំងក្លាមែនតើនេះប្រហែលឆ្នាំចុងក្រោយនេះបាទជាពិសេសនោះគឺផ្សារទំនើបបុរីអគារខ្ពស់ហើយចុងក្រោយនេះគឺយើងដឹកហើយនៅទីយន្តហោះទីជោគភ្នំពេញថ្មីនេះគឺសាងសង់រួចរាល់ហើយក៏បានដាក់ឲ្យដំណើរការផងដែរហើយទិដ្ឋភាពនៅតាមបណ្ដោយផ្លូវ60ម៉ែត្រនេះគឺមានទិដ្ឋភាពស្អាតមែនទែនបងប្អូនអាចទស្សនាបាននៅតាមបណ្ដោយផ្លូវគឺយើងមើលឃើញហើយមើលពីខាងផ្លូវ60ម៉ែត្រនឹងទៅគឺមានអគារខ្ពស់ជាច្រើនបានសាងសង់រួចហើយខ្លះទៀតគឺមិនទាន់សាងសង់រួចអញ្ចឹងបងប្អូនអាចស្វែងមើលនៅប្រហែលឆ្នាំបន្តទៀតតើទីក្រុងភ្នំពេញរបស់យើងនឹងអភិវឌ្ឍបានច្រើនហើយនឹងស្អាតប៉ុណ្ណាហើយឥឡូវនេះរដ្ឋបាលរាជធានីភ្នំពេញគឺបានដាក់ដំណើរការហើយនៅផ្សាររថយន្តក្រុងសាធារណៈរាជធានីភ្នំពេញទៅកាន់យន្តហោះតេជោក្រុងតាខ្មៅយើងនឹងដល់ហើយគម្រោងគឺមានច្រើនទៀតដូចជារថភ្លើងលើអាកាសរថភ្លើងក្រោមដីហើយមួយទៀតនោះគឺផ្លូវហៅផ្លូវអាកាសបាទគឺប្រវែងវែងមែនទែនតែជា20គីឡូបាទផ្លូវអាកាសនឹងតាមលេខព័ត៌មានមកណាបងប្អូនបន្តិចទៀតយើងនឹងឃើញរាជធានីភ្នំពេញយើងគឺបាទជះរៀងជះសម្ដោះស្អាតមែនទែននៅអាស៊ីយើងនេះហើយឥឡូវនេះដូចជាប់គឺស្ពានអាកាសបាក់ខ្នោយើងនេះបាទគឺស្អាតមែនទែនដល់ទៅ2ជាន់ស្ពានអាកាសនេះកាត់អាចកាត់បន្ថយនៅការកកស្ទះចរាចរណ៍បានច្រើនខ្លាំងមែនទែនពីមុនមកគឺតំបន់នេះគឺបងប្អូនដឹងស្រាប់ហើយគឺស្ទះចរាចរណ៍ខ្លាំងមែនទែនប៉ុន្តែឥឡូវនេះគឺបងប្អូនងាយស្រួលក្នុងការធ្វើដំណើរមិនចំណាយពេលយូរដូចមុនទេបាទហើយនៅខាងមុខយើងនោះគឺគេថាស្ពានអាកាសដំបូងគេណាបងប្អូនស្ពានអាកាសទី1ដែលបានសាងសង់ឡើងមុនគេនៅក្នុងរាជធានីភ្នំពេញយើងក៏មុនស្ពានអាកាសមានតែមួយទេតែគេបន្ថែមផ្នែកតភ្ជាប់ពីផ្លូវចំោះជ្រូកបាក់ខ្នល់វិញឡើងទៅផ្លូវព្រះនរោត្តមហើយឥឡូវយើងធ្វើការឡើងកាន់ស្ពានច្បារអំពៅហើយយើងកលែកមើលទៅបាទកលែកមើលខាងឆ្វេងដៃណាបងប្អូនមានឃើញសត្វតាគារខ្ពស់បាទស្អាតមែនទែនបាទអរគុណច្រើនបងប្អូនគ្នាវីដេអូយើងថ្ងៃនេះមានតែប៉ុណ្្នឹងចាំជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមអរគុណ